ប្រព័ន្ធសុវត្ថិភាពអ៊ីនធឺណិតឬ Cyber Security គឺជាការការពារកុំព្យូទ័រ ម៉ាស៊ីនមេឬ server ឧបករណ៍អេឡិចត្រូនិក ប្រព័ន្ធអេឡិចត្រូនិក បណ្ដាញ network និងទិន្នន័យផ្សេងៗពីការវាយប្រហារតាមបណ្ដាញអ៊ីនធឺណិតវាត្រូវបានគេស្គាល់ជាទូទៅថាជាសុវត្ថិភាពប្រព័ន្ធព័ត៌មានវិទ្យាឬសុវត្ថិភាពប្រព័ន្ធអេឡិចត្រូនិកទស្សនិកជនចង់ដឹងថាបច្ចេកវិទ្យានេះមានសារៈសំខាន់និងលក្ខណៈពិសេសអ្វីខ្លះដែលយើងត្រូវស្វែងយល់ទស្សនាវីដេអូនេះដល់ចប់ជាមួយខ្ញុំប្រព័ន្ធសុវត្ថិភាពអ៊ីនធឺណិតឬ Cyber Security ត្រូវបានគេបែងចែកជា6ប្រភេទធំៗប្រភេទទាំងនោះរួមមានដូចជាទី1សុវត្ថិភាពបណ្ដាញឬ Network Security នេះគឺជាការការពារបណ្ដាញកុំព្យូទ័រពីការវាយប្រហារមិនថាពីសំណាក់អ្នកវាយប្រហារតាមអ៊ីនធឺណិតឬមេរោគ malware នោះទេចំណែកប្រភេទទី2នោះគឺសុវត្ថិភាពកម្មវិធីឬ Application Security នេះគឺជាដំណើរការអភិវឌ្ឍនិងការដាក់បញ្ចូលមុខងារសុវត្ថិភាពនៅក្នុងកម្មវិធីទូរស័ព្ទឬ Application ដើម្បីការពារភាពងាយរងគ្រោះពីសំណាក់ការវាយប្រហារតាមប្រព័ន្ធសុវត្ថិភាពប្រភេទទី3គឺសុវត្ថិភាពព័ត៌មានឬ Information Security នេះគឺជាការការពារទិន្នន័យឯកជនឬព័ត៌មានសំខាន់ៗពីការវាយប្រហារឬលួចតាមបណ្ដាញអ៊ីនធឺណិតដែលទិន្នន័យទាំងនោះអាចជាទិន្នន័យហិរញ្ញវត្ថុឬព័ត៌មានសម្ងាត់ផ្សេងៗជាដើមរីឯប្រភេទទី4គឺជាសុវត្ថិភាពប្រតិបត្តិការឬ Operational Security នេះគឺជាដំណើរការគ្រប់គ្រងនិងការពារទិន្នន័យដោយអ្នកកាន់ប្រតិបត្តិការមានសិទ្ធិអនុញ្ញាតនិងកំណត់ថាតើអ្នកណាមានសិទ្ធិចូលប្រើប្រាស់ទិន្នន័យដើម្បីការពារទិន្នន័យធ្លាក់ទៅក្នុងដៃអ្នកដែលមិនត្រូវបានអនុញ្ញាតចំពោះប្រភេទទី5ត្រូវបានគេស្គាល់ថាការទាញទិន្នន័យត្រឡប់មកវិញនិងការបន្តអាជីវកម្មឬ Disaster Recovery and Business Continuity នេះគឺជារបៀបដែលត្រូវឆ្លើយតបនឹងឧបទ្ទវហេតុណាមួយដែលបណ្ដាលឲ្យបាត់បង់ទិន្នន័យដើម្បីទាញយកទិន្នន័យនោះត្រឡប់មកវិញភ្លាមៗចំពោះប្រភេទទី6ដែលជាប្រភេទចុងក្រោយនោះគឺត្រូវបានគេស្គាល់ថាជាការអប់រំអ្នកប្រើប្រាស់ឬ End User Education នេះគឺជាដំណើរការនៃការអប់រំអ្នកប្រើប្រាស់ឲ្យដឹងអំពីរបៀបការពារគណនីឬទិន្នន័យផ្សេងៗអំពីការវាយប្រហារដូចជាការលុបអ៊ីមែលដែលមិនស្គាល់ឬការបំប្រើ USB ដែលមិនមានអត្តសញ្ញាណច្បាស់លាស់រួមទាំងមេរៀនសំខាន់ៗជាច្រើនទៀតបើនិយាយអំពីការវាយប្រហារតាមអ៊ីនធឺណិតវិញត្រូវបានគេបែងចែកជា3សំខាន់ៗដូចជាទី1ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតឬ Cybercrime គេអាចហៅបានម្យ៉ាងទៀតថាឧក្រិដ្ឋកម្មកុំព្យូទ័រព្រោះនេះគឺជាការប្រើកុំព្យូទ័រឬឧបករណ៍អេឡិចត្រូនិកផ្សេងទៀតដើម្បីប្រព្រឹត្តអំពើបោកប្រាស់ឬក្លែងបន្លំការជួញដូររូបភាពអាហារភាសនិងកម្មសិទ្ធិបញ្ញានិងការលួចអត្តសញ្ញាណឬរំលោភលើឯកជនភាពជាដើមចំពោះប្រភេទទី2ត្រូវបានគេស្គាល់ថាការវាយប្រហារតាមអ៊ីនធឺណិតឬ Cyber Attack នេះគឺជាសកម្មភាពដែលធ្វើដោយក្រុមអ្នកគំរាមកំហែងដែលព្យាយាមចូលប្រើប្រាស់ទិន្នន័យដែលគ្មានការអនុញ្ញាតការលួចទិន្នន័យការបង្កការខូចខាតដល់កុំព្យូទ័របណ្ដាញកុំព្យូទ័រឬប្រព័ន្ធកុំព្យូទ័រការវាយប្រហារអាចធ្វើដោយបុគ្គលឬក្រុមមនុស្សមួយក្រុមចំពោះប្រភេទទី3គឺភារវកម្មតាមអ៊ីនធឺណិតឬ Cyber Terrorism បើយោងតាមលោក Jordan Plotnick និង Jen Slay បានកំណត់ថាគឺជាការវាយប្រហារឬគំរាមកំហែងត្រៀមទុកមុនដោយតួអង្គក្រៅរដ្ឋាភិបាលឬ Non-State Actor ក្នុងគោលបំណងបង្កភាពខូចខាតដល់ផ្លូវកាយផ្លូវចិត្តសង្គមនយោបាយនិងសេដ្ឋកិច្ចគោលបំណងអក្រិតជនគឺបង្កការភ័យខ្លាចឬបង្ខំរដ្ឋាភិបាលឬអង្គការមិនមែនរដ្ឋាភិបាលឲ្យធ្វើសកម្មភាពណាមួយដែលខ្លួនចង់ឲ្យគេធ្វើដើម្បីជាការការពារនិងបង្កើនសុវត្ថិភាពអ៊ីនធឺណិតអ្នកអាចអនុវត្តវិធីសាស្ត្រមួយចំនួនដូចជាទី1ធ្វើបច្ចុប្បន្នភាព software និងប្រព័ន្ធប្រតិបត្តិការទី2ប្រើកម្មវិធីប្រឆាំងមេរោគទី3ប្រើលេខកូដសម្ងាត់ដែលមានភាពរឹងមាំទី4ជៀសវាងការចុចតំណភ្ជាប់ឬ link ដែលមិនស្គាល់ទី5ហាមប្រើប្រាស់ប្រព័ន្ធ Wi-Fi នៅទីសាធារណៈព្រោះការប្រើប្រាស់នេះអាចអនុញ្ញាតឲ្យក្រុម hacker លួចទិន្នន័យសំខាន់ៗរបស់អ្នកបានទស្សនិកជនបន្ទាប់ពីបានស្វែងយល់អំពីប្រព័ន្ធសុវត្ថិភាពអ៊ីនធឺណិតឬ Cyber Security នៅវីដេអូបន្ទាប់យើងនឹងមានប្រធានបទថ្មីមួយទៀត